ថ្ងៃនេះយើងមករៀនធ្វើវីដេអូមួយប្រភេទទៀតជាវីដេអូដែលបង្កើតជាមួយនឹង AI ដែរហើយខ្ញុំឃើញaccount TikTok មួយគឺគាត់បានប្រើវីដេអូប្រភេទនេះគឺមានការពេញនិយមមែនទែនអញ្ចឹងអ្នកនរគ្នាបន្តពីមើលវីដេអូនេះហើយគឺអាចធ្វើវីដេអូដូចគាត់អញ្ចឹងដើម្បីបង្កើតវីដេអូប្រភេទនេះបានគឺយើងប្រើប្រាស់ AI របស់ Google ដដែលហើយគឺយើងត្រូវការ Pro និងហើយ Pro Member អញ្ចឹងមានវិធីដែលអ្នកនរគ្នាអាចចូលទៅប្រើ Pro Member នេះបានមួយខែដែលឥតគិតថ្លៃហើយបើសិនជាបងប្អូនយើងដែលអត់ទាន់បានមើលវីដេអូមុនអាចចូលទៅមើលវីដេអូមុនបានដែលខ្ញុំនិយាយពីការដំណាក់កាលនីមួយៗដើម្បីទទួលបាន Pro ហ្នឹងអញ្ចឹងនៅពេលដែលយើងទទួលបាន Pro ហើយគឺយើងនឹងឃើញអក្សរ Pro ហ្នឹងនៅលើ account Google របស់យើងតែម្ដងណាអញ្ចឹងដើម្បីចាប់ផ្ដើមគឺអ្នកនរគ្នាចូលទៅកាន់ gemini.google.com ដដែលហើយដំណាក់កាលដំបូងគឺយើងឲ្យ Gemini ហ្នឹងទៅសេ prompt មកយើងសិនអញ្ចឹងគំរូ prompt ខ្ញុំនឹងដាក់នៅក្នុង channel Telegram របស់ខ្ញុំអ្នកនរគ្នាអាចចុច join Telegram channel ដើម្បីទៅយក prompt ទាំងអស់នោះបានណាហ្នឹងហើយអញ្ចឹងខ្ញុំ paste prompt នេះចូលមកក្នុង Gemini សិនតោះមកខ្ញុំឲ្យ Gemini ទៅសេ prompt មកខ្ញុំបាទចឹងបន្ទាប់ពីយើងទទួលបាន prompt ហើយគឺគេមានពី3 option ណាចឹងយើងអាចរើសយកមួយមកជាទូទៅខ្ញុំរើសយក version ទី1ឬក៏យើងអាចអានមើលហើយយើងជ្រើសរើសយកមួយទៅដែលយើងគិតថាល្អចឹងខ្ញុំរើសយកទី1នេះខ្ញុំ select តោះមកខ្ញុំ copy ចឹងបន្ទាប់ពី copy ហើយខ្ញុំចុចលើពាក្យថា video មកចឹងគេនឹងឲ្យយើងបង្កើត chat ថ្មីចឹងខ្ញុំចុចលើពាក្យ new chat មកអូខេបន្តមកនៅក្នុងប្រអប់នេះគឺខ្ញុំ right click ខ្ញុំយកពាក្យ paste តែម្ដងណាតោះមកខ្ញុំអានមើល prompt នឹងម្ដងទៀតសិន close up high definition video cleaning kitchen knife slowly smoothing slide string through perfectly spherical អូខេបន្តមកបើអ្នកទាំងគ្នាចង់បាន subject អីផ្សេងណាដែលក្រៅពីអានេះខ្ញុំដាក់ ball បានន័យថាជាបាល់ map ហ្នឹងហើយតែបើយើងចង់បានជាប្រភេទគុជឬក៏អីយើងអាចដូរកន្លែង subject ហ្នឹងទៅគឺវាចេញទៅតាមហ្នឹងហើយអញ្ចឹងអានេះខ្ញុំគិតថាអូខេហើយបន្តមកខ្ញុំចុចលើពាក្យ submit មកអញ្ចឹងGemini គឺគេប្រាប់ថា I'm generating your video this could take a few minutes អញ្ចឹងគេឲ្យរឿងរងចាំប្រហែលជា 2-3 នាទីយើងនឹងទទួលបាននៅវីដេអូរបស់យើងអូខេឥឡូវនេះយើងទទួលបានវីដេអូរបស់យើងហើយអញ្ចឹងយើងចុចលើពាក្យ play នេះមកអូខេអញ្ចឹងគឺវាមានជារូបភាពមានជាសំឡេងទៅតាមអ្វីដែលយើងរំពឹងទុកអញ្ចឹងយើងចុចលើប៊ូតុង download មកដើម្បីរក្សាទុកអញ្ចឹងយើងនឹងទទួលបាននៅវីដេអូរបស់យើងអូខេអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូនេះកុំភ្លេចចុច like share និង follow យើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ